មុននឹងធ្វើការចាប់ផ្ដើមដំឡើងប្រព័ន្ធដំណក់ទឹក Subati Dripper ជាទូទៅកសិករគឺគាត់ត្រូវការយល់ដឹងច្រើនអញ្ចឹងទី1គឺគាត់ត្រូវការដឹងពីដំណាំរបស់គាត់ជាដំណាំប្រភេទបែបណាជាពិសេសគឺប្រភេទឫសដំណាំបាទមួយទៀតគឺគាត់ត្រូវការដឹងពីសន្តានដីបាទពេលខ្លះដីគាត់ជាដីដែលវាអាចស្តុកទឹកបានយូរបានច្រើនប្រភេទដីខ្លះទៀតដូចជាលបាយខ្សាច់អីផ្សេងហ្នឹងគឺវាឆាប់មានការរំហួតទៅក្រោមឬក៏ទៅលើអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវការដឹងដើម្បីជ្រើសរើសប្រព័ន្ធដំណក់ទឹកយើងមួយណាឬក៏ប្រភេទចំនួនប្រមាណលីត្រនៅក្នុង1ម៉ោងដើម្បីឲ្យត្រូវជាមួយនឹងតម្រូវការប្រភេទដំណាំហើយនឹងដីមួយទៀតកសិករគឺគាត់ចាំបាច់បំផុតគឺគាត់ត្រូវតែមានប្រភពទឹកមួយដែលច្បាស់លាស់អញ្ចឹងគាត់ត្រូវដឹងពីបរិមាណទឹកដែលគាត់មាននៅក្នុងអាងឬក៏នៅក្នុងស្រះជាពិសេសធ្វើម៉េចឲ្យធ្វើការស្រោចស្រពក្នុងកំឡុងពេលរយៈពេលរដូវប្រាំងដែលយើងប្រើប្រាស់ប្រព័ន្ធទឹកហ្នឹងឲ្យមានការគ្រប់គ្រាន់ពីព្រោះប្រភពទឹកសំខាន់បើសិនជាយើងធ្វើការស្រោចទៅស្រាប់តែប្រភពទឹករបស់យើងអស់អញ្ចឹងក៏វាប៉ះពាល់ទៅលើដំណាំរបស់យើងដែរបាទអញ្ចឹងប្រព័ន្ធដំណក់ទឹក Subati គឺវាមានសារៈសំខាន់មែនទែនសម្រាប់ពុកម៉ែបងប្អូនដែលនៅតំបន់ដែលមានប្រភពទឹកតិចតួចដែលមិនសម្បូរទឹកច្រើនណាអញ្ចឹងគឺវាសន្សំសំចៃទឹកយើងខ្លាំងមែនទែនមានន័យថានៅពេលដែលយើងមានដើមដំណាំរបស់យើងអាចភ្ជាប់ក្បាលដំណក់របស់យើងឲ្យបានយើងភ្ជាប់ទៅលើគល់ដំណាំឬក៏គល់ដៅដែលយើងចង់ស្រោចស្រពបាទនេះគឺជាកន្លែងមួយដែលសន្សំសំចៃទឹកទី1ទី2នៅពេលដែលយើងប្រើដំណក់ទឹកគឺយើងស្រោចទៅចំគល់ដៅហើយដូចខ្ញុំបញ្ជាក់ពីខាងលើអញ្ចឹងនៅពេលដែលយើងប្រើប្រាស់តយោដំណក់ទឹកឲ្យដោតវាចូលទៅក្នុងដីគឺវាធ្វើការស្រោចឬក៏ចូលទៅក្នុងដីមុននៅពេលដែលដីឆ្អែតទឹកវាចាប់ដើមជ្រាបមកលើអញ្ចឹងវាធ្វើឲ្យបរិមាណឬក៏ទំហំទឹកហ្នឹងវាតូចហើយនឹងនៅក្នុងដីអញ្ចឹងធ្វើឲ្យអាស្មៅរបស់យើងស្មៅចង្រៃផ្សេងហ្នឹងគឺវាអត់សូវមានការដុះទេបាទបើនិយាយទៅទីតាំងដែលយើងដាក់ប្រព័ន្ធដំណក់ទឹក Subati នេះគឺជាទីតាំងដែលឧទាហរណ៍ថាផើងរបស់យើងនៅកន្លែងហ្នឹងគឺយើងលើកតយោយើងចូលទៅក្នុងផើងទី2អាចថាជាដំណាំរបស់យើងនៅតាមនៅក្នុងចង្ការរបស់យើងអញ្ចឹងតតែយើងដល់ដើមដំណាំរបស់យើងបានយើងធ្វើការចោះភ្ជាប់ឲ្យដល់ទៅកន្លែងដែលយើងធ្វើការស្រោចស្រពនឹងតែម្ដងពេលយើងនិយាយពីការប្រើប្រាស់សម្ពាធទឹកឲ្យត្រឹមត្រូវគឺកន្លែងហ្នឹងសំខាន់មែនទែនសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករអញ្ចឹងពេលខ្លះយើងត្រូវការដឹងពីបច្ចេកទេសរបស់ Subati របស់យើងគឺដំណើរការចាប់ពីកន្លះបាល់ឡើងទៅបាទកន្លះបាល់រហូតដល់2បាយហ្នឹងនៅក្នុងចន្លោះប៉ុណ្ណឹងគឺនៅពេលដែលយើងស្រោចស្រពទៅគឺបរិមាណទឹកគឺវាអាចបញ្ជូនទឹកទៅធ្វើឲ្យចេញស្មើគ្នាហើយចំណុចការរៀបចំសម្ពាធទឹកមួយទៀតដើម្បីឲ្យប្រព័ន្ធទាំងមូលឬក៏ plot ដែលយើងធ្វើការស្រោចហ្នឹងគឺយើងធ្វើការរៀបចំសម្ពាធទឹកធ្វើម៉េចឲ្យមានការលំអៀងទៅត្រឹម15%ឯបាទណាអញ្ចឹងធ្វើឲ្យដំណើរការស្រោចហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់បាទនៅក្នុងនឹងផងដែរនៅពេលដែលយើងធ្វើការរៀបចំប្រព័ន្ធដំណក់ទឹកគឺចាំបាច់បំផុតត្រូវការចម្រោះទឹកកសិកម្មជួយច្រើនមែនទែនជាទូទៅប្រព័ន្ធដំណក់ទឹកបែបនេះគឺយើងអាចថាស្ពេចរបស់ចម្រោះទឹកកសិកម្មយើងអាចត្រូវការទំហំយើងវាចាប់បានណា120មីក្រូនអញ្ចឹងវាអាចចាប់សម្រាមតូចដែលមិនធ្វើឲ្យមានការកកស្ទះទៅលើក្បាលដំណក់យើងបានវិធីសាស្ត្រនៅក្នុងការថែទាំគឺពុកម៉ែបងប្អូនដែលប្រើទៅយើងនឹងមានក្រុមការងារបច្ចេកទេសរបស់យើងក្រោយពីយើងទៅឡើងហើយគឺយើងបានណែនាំពីរបៀបនៅក្នុងការប្រើប្រាស់ពីរបៀបនៅក្នុងការបញ្ឆេះម៉ាស៊ីនឬក៏ម៉ូទ័រវិធីសាស្ត្រក្នុងការបើកវ៉ានផ្សេងដើម្បីឲ្យត្រូវជាមួយនឹងបរិមាណសម្ពាធកម្លាំងម៉ាស៊ីនធ្វើម៉េចឲ្យត្រូវតាមការណែនាំរបស់ក្រុមការងារបច្ចេកទេសរបស់យើងហើយដូចជាការលាងសម្អាតចម្រោះទឹកកសិកម្មការបើកវ៉ានខាងចុងដើម្បីលាងប្រព័ន្ធទយោមេអីផ្សេងគឺយើងត្រូវតែអនុវត្តទៅតាមបច្ចេកទេសដែលក្រុមការងារបច្ចេកទេសគាត់បានណែនាំទៅខាងកសិករបាទជាទូទៅនៅពេលដែលយើងរៀបចំប្រព័ន្ធស្រោចស្រពទាំងមូលហ្នឹងគឺយើងតែងតែភ្ជាប់ជាមួយនឹងឧបករណ៍បឺតជីចូលទៅក្នុងហ្នឹងក៏ប៉ុន្តែយើងក៏មិនអាចសន្មត់ថាយើងប្រើប្រាស់ជីឬក៏ចំណេញបានប៉ុណ្ណាទេគ្រាន់តែថាពេលដែលយើងស្រោចស្រពជីទៅតាមប្រព័ន្ធដំណក់ទឹករបស់យើងហ្នឹងគឺជីដែលយើងដាក់ទៅតាមប្រព័ន្ធទឹកហ្នឹងគឺវាដំណើរការស្រោចស្រពបញ្ចេញទៅតាមក្បាលដំណក់នីមួយៗទាំងអស់អញ្ចឹងអាជីដែលយើងដាក់ទៅហ្នឹងគឺវាអត់ខ្ជះខ្ជាយទៅលើទីវាលផ្សេងនេះគឺវាផ្ដល់ទៅលើតែទីតាំងដែលយើងធ្វើការស្រោចស្រពហ្នឹងតែម្ដងអញ្ចឹងបាទយើងនិយាយថាវាជួយការសំចៃទឹកទាំងជីទាំងអីហ្នឹងគឺចំគោលដៅបាទជាចុងក្រោយសម្រាប់ពុកម៉ែបងប្អូន
តែមានចំណាប់អារម្មណ៍នៅក្នុងវីដេអូនេះដែលខ្ញុំនិយាយឬក៏មានចម្ងល់កន្លែងណាដែលខ្ញុំនិយាយទៅអត់ទាន់ពេញជាលក្ខណៈចុះបងប្អូនអាចឆាតចូលមកក្នុង page Gen Irrigation ឬក៏តាក់ទងមកកាន់លេខទូរស័ព្ទដែលយើងបានដាក់នៅខាងលើបាទសូមអរគុណ